បងប្អូនចង់ចេះធ្វើម្ទេសបំពងស្រួយអាចមើលវីដេអូនេះបានមុនដំបូងបងប្អូនត្រូវមានម្ទេសក្រៀមសម្រាប់បងប្អូននៅអាមេរិកបងប្អូនអាចទិញនៅផ្សារ Walmart បានកន្លែងលក់សបកពោតម្ហូបមិចស៊ីកូបងប្អូនសម្រាប់ម្ទេសបងប្អូនត្រូវតែឆ្កឹះយកគ្រាប់ចេញព្រោះអីបើសិនយើងបំពងទាំងគ្រាប់ហឹលខ្លាំងហើយបើឆ្កឹះគ្រាប់ចេញនៅហឹលតិចទេឆ្កឹះម្ទេសហ្នឹងបងប្អូនពាក់ស្រោមដៃហើយនឹងពាក់ម៉ាស់ព្រោះអីម្ទេសហ្នឹងកាហាយដៃហើយនឹងឆ្លុះណាស់បងប្អូនដោយសារខ្ញុំអត់ដឹងខ្ញុំអត់ពាក់ប៉ុន្តែខ្ញុំប្រយ័ត្នដែរអត់អីដែរបងសម្រាប់បងប្អូននៅអាមេរិកឬក៏នៅស្រុកក្រៅចង់ញ៉ាំតតែធ្វើខ្លួនឯងអត់ដូចបងប្អូននៅស្រុកខ្មែរទេមានគេធ្វើលក់ស្រាប់ទិញទៅស្រួលជាងបងប្អូនសម្រាប់អ្នកធ្វើម្ទេសបំពងស្រួយលក់ខ្ញុំសុំសរសើរហ្មងគឺមានភាពអត់ធ្មត់ខ្លាំងមែនតែនពួកអីកាហាយក៏កាហាយឆ្លក់ក៏ឆ្លក់ទេឆ្កឹះគ្រាប់ចេញអស់ហើយក៏ដាក់ស្ងោរបងប្អូនស្ងោរប្រហែល5នាទីណាបងប្អូនប្រែចុះប្រែឡើងឲ្យសព្វបងប្អូនខ្ញុំឃើញបងប្អូនខ្លះនៅ YouTube គាត់ធ្វើពីម្ទេសខ្ញុំគិតថាម្ទេសក្រៀមស្រួលធ្វើជាងព្រោះអីម្ទេសស្រស់វាហឹលខ្លាំងទម្រាំឆ្កឹះគ្រាប់ចេញបានអស់មិនបាទទេកាហាយដៃកាហាយមុខកាហាយមាត់ហើយខ្ញុំក៏ឃើញអ្នកលក់នៅ TikTok គាត់ណែនាំឲ្យគឺធ្វើម្ទេសក្រៀមអត់ធ្វើម្ទេសស្រស់ទេឥឡូវគ្រប់5នាទីហើយខ្ញុំក៏ស្រង់ម្ទេសចេញបន្ទាប់មកខ្ញុំដាក់អំបិលបន្តិចបងប្អូនអត់មានដាក់ច្រើនណាបងប្អូនចាត់ប្រៃបន្ទាប់មកខ្ញុំដាក់ខ្នុរមកស្ព្រាបាយរោយឲ្យសព្វលើម្ទេសហ្នឹងបងប្អូនបន្ទាប់ពីរោយខ្នុរហើយខ្ញុំដាក់ល្ងលីងចំនួនមួយស្ព្រាបាយបងប្អូនដាក់ល្ងកាន់តែច្រើនកាន់តែឈ្ងុយបងប្អូនខ្ញុំស្ដាយខ្ញុំដាក់តែម្លឹកព្រាឥឡូវខ្ញុំដាក់ម្សៅបំពងស្រួយហ្នឹងបងប្អូនដាក់កាន់តែច្រើនក៏ឆ្ងាញ់ដែរបងប្អូនហើយខ្ញុំដាក់បានតែ2លឹកព្រាបងប្អូនមើលស្ដាយអើយស្ដាយឥឡូវខ្ញុំចាប់ផ្ដើមបំពងហើយបងប្អូនចំពោះភ្លើងខ្ញុំប្រើភ្លើង medium ខ្ញុំកូរចុះឡើងហ្នឹងគឺដើម្បីកុំឲ្យម្ទេសស្អិតជាប់គ្នាបងប្អូនតែអត់កូរខ្លាំងទេម្ទេសស្រួយនៅពេលដែលសបកម្ទេសស្លោកបងប្អូនស្លោកឡើងពណ៌សអាហ្នឹងម្ទេសហ្នឹងស្រួយហើយឆ្អិនហើយបងប្អូនត្រូវតែស្រង់ឲ្យលឿនតខំហ្នឹងទុកតាមតិចគឺខ្លោចហ្មងញ៉ាំលេងកើតបងប្អូនឃើញម្ទេសក្រហមអញ្ចឹងអត់តន់នេះទេណាអត់តន់ស្រួយទេនេះម្ទេសស្រួយគឺពណ៌អញ្ចឹងណាបងប្អូនឥឡូវម្ទេសខ្ញុំបានពងឆ្អិនរួចអស់ហើយបងប្អូនម្ទេសស្រួយគឺពេលដែលឆ្អិនភ្លាមញ៉ាំទៅអត់ស្រួយទេបងប្អូននៅស្វិតអឡោយទេតែម្ទេសនឹងចុះត្រជាក់បានម្ទេសនឹងស្រួយបងប្អូនឥឡូវម្ទេសស្រួយខ្ញុំបានពងរួចហើយបងប្អូនចាំមើលខ្ញុំភ្លក់ឲ្យបងប្អូនមើលថាតើស្រួយប៉ុណ្ណាចាំស្ដាប់បងប្អូនខ្ញុំភ្លក់ហ្នឹងគឺម្ទេសហ្នឹងចុះត្រជាក់ឲ្យបានស្រួយបងប្អូនបើញ៉ាំចំអាក្តៅគឺអត់ស្រួយទេបងប្អូនហើយពេលហ្នឹងឆ្ងាញ់ណាស់បងប្អូនតែពេលចេញមកវិញក៏ធូរដែរបងប្អូនអើយចេញក៏ដឹងចូលក៏ដឹងបងប្អូនដឹងស្រាប់ហើយរឿងម្ទេសហើយម្ទេសនេះហឹលផងមិនអត់ហឹលទេណាបងប្អូនហឹលតែខ្ញុំចូលចិត្តហឹលខ្ញុំញ៉ាំបានបើសិនជាអ្នកអត់ចូលចិត្តហឹលដូចជាពិបាកខ្ញុំថាពិបាកញ៉ាំតិចហើយព្រោះវាមាននៅហឹលទោះយកមកគ្រាប់ចេញក៏ដោយ